ខ្ញុំបាទផនតនា B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី23ខែមិថុនាឆ្នាំ2025 សន្ទុះផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះ 0.64 ពិន្ទុឬ 0.16% បិទផ្សារនៅ 409.96 ទំហំជួញដូរសរុបបានធ្លាក់ចុះដោយមានភាគហ៊ុនប្រមាណ 72,448 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 452.8 លានរៀលឬជាង $112,600 អាមេរិក នៅថ្ងៃនេះភាគហ៊ុនភាគច្រើននៅលើផ្សារទាំងពីរនៅលើផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះដោយនៅលើផ្សារគោលភាគហ៊ុនតែមួយប៉ុណ្ណោះបានកើនឡើងនិងនៅសល់ផ្សេងទៀតបានធ្លាក់ចុះ ភាគហ៊ុនតែមួយដែលបានកើនឡើងគឺខាង GSM កើន 0.41% ឬ10រៀលដល់ 2,430 រៀលក្នុងមួយហ៊ុន ចំពោះការធ្លាក់ចុះវិញ Grandfin International គឺជាអ្នកចាញ់ច្រើនបំផុតនៅថ្ងៃនេះដែលបានធ្លាក់ចុះ 3.04% ឬ 260 រៀលមក 8,300 រៀលក្នុងមួយហ៊ុន បន្ទាប់មកគឺ Pastech Cambodia ធ្លាក់ចុះ 1.85% ឬ 50 រៀលមក 2,650 រៀលក្នុងមួយហ៊ុន ហើយភាគហ៊ុនចំនួន 6 ផ្សេងទៀតដែលសេសសល់នៅលើផ្សារគោលគឺធ្លាក់ចុះផងដែរ នៅលើផ្សារកំណើនវិញ DVD Engineering បានធ្លាក់ចុះ 0.49% ឬ 10 រៀលមក 2,050 រៀលក្នុងមួយហ៊ុន ហើយជាស្លានធ្លាក់ចុះ 0.36% ឬ 10 រៀលមក 2,790 រៀលក្នុងមួយហ៊ុន ធនាគារ Acerida បានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះជាមួយនឹងភាគហ៊ុនផ្លាស់ប្ដូរដៃ 29,342 ក្នុងតម្លៃសរុប 202.5 លានរៀលឬជាង $50,000 អាមេរិក គឺប្រមាណ 40% នៃទំហំជួញដូរសរុបនៅថ្ងៃច័ន្ទ ក្រុមហ៊ុន Grandfin International វិញបានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតទី2ជាមួយនឹងភាគហ៊ុន 28,966 បានផ្លាស់ប្ដូរដៃក្នុងតម្លៃសរុប 158 លានរៀលឬប្រហែល $39,000 អាមេរិក នេះគឺប្រមាណ 26% នៃទំហំជួញដូរសរុបនៅថ្ងៃទី23ខែមិថុនា នៅក្នុងព័ត៌មានទីផ្សារវិញក្រុមហ៊ុន Melichico Education បានជូនដំណឹងដល់អ្នកវិនិយោគនិងសាធារណជនថានឹងលើកពេលវេលាបន្ថែមលើកទី2ចំពោះការចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី1នៃឆ្នាំ 2025 ដោយក្រុមហ៊ុនបានលើកឡើងថានេះក៏ដោយសារតែកំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្ដូរទៅកាន់សវនកម្មខាងក្រៅថ្មីដែលនាំឲ្យមាននីតិវិធីសវនកម្មបន្ថែមនិងការងារត្រួតពិនិត្យដែលទាមទារពេលវេលាបន្ថែមទៀតដើម្បីបញ្ចប់ ចំពោះព័ត៌មានផ្សេងទៀតវិញសាលាអន្តរជាតិ CIA First International បានប្រកាសថាការទូទាត់គូប៉ុងសម្រាប់សញ្ញាបត្រដែលមានបុគ្គលធានារបស់ខ្លួនតម្លៃ $10 លានដែលបានបោះផ្សាយកាលពីឆ្នាំ 2023 ត្រូវបានផ្ទេរទៅកាន់គណនីរបស់អ្នកវិនិយោគតាមរយៈធនាគារ Acerida កាលពីថ្ងៃទី 16 ខែមិថុនា ការទូទាត់គឺលើកចំនួនបោះផ្សាយចំនួន 411,400 ឯកតាក្នុងតម្លៃសរុប $31,500 អាមេរិក ងាកមកមើលអត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិកទុនខ្សោយបន្តិចដោយជួញដូរនៅ 4,009 រៀលក្នុង$1 ខណៈសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនឡើងដល់ 99.32 មកមើលតម្លៃទំនិញសកលវិញតម្លៃប្រេងបានហក់ឡើងនៅថ្ងៃច័ន្ទដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ខណៈដែលការវិវត្តចុងក្រោយកាលពីចុងសប្តាហ៍ដែលអាមេរិកបានចូលរួមជាមួយនឹងអ៊ីស្រាអែលនៅក្នុងការវិប្រហារលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានធ្វើឲ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង កិច្ចសន្យាអនាគតប្រេងឆៅប្រឹនបានកើនឡើង 72 សេនឬ 0.93% ដល់ $77.73 ក្នុង1បារ៉ែល ប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង 71 សេនឬ 0.96% ដល់ $74.55 ក្នុង1បារ៉ែល កិច្ចសន្យាប្រេងទាំងពីរបានកើនឡើងច្រើនជាង 3% កំឡុងវគ្គជួញដូរនេះគឺនៅតម្លៃ $81.40 និង $73.40 រៀងគ្នាគឺជាកម្រិតខ្ពស់មួយក្នុងរយៈពេល 5 ខែមុនពេលបោះបង់ការកើនឡើងវិញមួយចំនួន មានបានថយចុះនៅថ្ងៃច័ន្ទខណៈដែលប្រាក់ដុល្លារបានរក្សាភាពរឹងមាំខណៈពេលដែលអ្នកចូលរួមទីផ្សារនៅតែប្រុងប្រយ័ត្នដែលរងចាំមើលការសងសឹករបស់អ៊ីរ៉ង់ដែលកើតមានដោយសារការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន Spot ក៏បានធ្លាក់ចុះ 0.2% ជួញដូរនៅតម្លៃ $3,359.99 ក្នុងមួយអុន នៅគុណមាសអាមេរិកបានធ្លាក់ចុះ 0.3% មកដល់ត្រឹម $3,375.20 ក្នុងមួយអុន ហ
អនាគតភាគហ៊ុនអាមេរិកវិញបានកើនឡើងបន្តិចនៅថ្ងៃច័ន្ទគឺបន្ទាប់ពីសហរដ្ឋអាមេរិកបានចូលរួមទៅក្នុងសង្គ្រាមអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងសប្តាហ៍ដែលបានវិលុកទៅលើទីតាំងនុយក្លេអ៊ែរចំនួន3ដែលជាវិធានការរបស់ប្រធានាធិបតី Donald Trump ជាលើកដំបូងដែលនាំឲ្យប្រេងបានកើនឡើងថ្លៃនិងប្រថុយនឹងនាំឲ្យចំនួនកាន់តែរីកធំនៅមជ្ឈមបូព៌ាគិតត្រឹមម៉ោងបិទផ្សារនៅកម្ពុជាអនាគតដែលភ្ជាប់ទៅនឹង Dow Jones Industrial Average កើនឡើង49ពិន្ទុឬ 0.1% អនាគត S&P 500 បានបន្ថែម 0.3% និងអនាគត Nasdaq 100 បានកើនឡើង 0.4%អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារព្រាមថ្ងៃសម្រាប់ថ្ងៃទី23ខែមិថុនាឆ្នាំ2025